មានមិនដល់សោះថាបាទផ្លែផ្ញៀវមានសារៈសំខាន់សម្រាប់សុខភាពរបស់មនុស្សយើងដល់ម្លឹងសោះបាទពិតជាមិនគួរឲ្យជឿបងប្អូនស្គាល់ហើយផ្លែផ្ញៀវជូរអែមណាបងប្អូនបាទផ្លែផ្ញៀវដូចនឹងផ្លែម៉ាក់ព្រៃម៉ាក់ប្រាំងដែរគ្រាន់តែវាមូលជាងហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាឧស្សាហ៍បរិភោគផ្លែផ្ញៀវដែរឬអត់ហ្នឹងហើយអញ្ចឹងបងប្អូនថ្ងៃនេះអ្នកជំនាញបានលើកយកពីអនុភាពវិសេសវិសាលដែលមានក្នុងផ្លែផ្ញៀវមកចែកជូនបងប្អូនយើងឲ្យបានដឹងនៅពេលនេះហើយបាទដូច្នេះបងប្អូនយើងបានឃើញខ្ញុំបាទបងមិនហើយកុំកន្តើយជួយ share ទាំងអស់គ្នាហើយចូលស្ដាប់ឲ្យចប់ផ្លែផ្ញៀវគឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែមហើយអាចទទួលទានបានទាំងឆៅនិងទាំងសម្បកតែម្ដងមនុស្សភាគច្រើនយកផ្លែផ្ញៀវមកទទួលទានលេងដោយមិនបានចាប់អារម្មណ៍ដឹងថាផ្លែឈើនេះអាចផ្ដល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនចំពោះសុខភាពរបស់ពួកគេនោះឡើយថ្ងៃនេះអ្នកជំនាញបានលើកយកអត្ថប្រយោជន៍មួយចំនួននៃការទទួលទានផ្លែផ្ញៀវចំពោះសុខភាពប៉ុន្តែទោះជាយ៉ាងណាក្តីអ្នកមិនគួរទទួលទានផ្លែផ្ញៀវច្រើនពេកនោះឡើយក៏ព្រោះវាអាចបណ្ដាលឲ្យយើងឈឺពោះរាគបានដែរឥឡូវសូមតាមដានអត្ថប្រយោជន៍ទាំងអស់គ្នាអត្ថប្រយោជន៍ដែលមាននៅក្នុងផ្លែផ្ញៀវមានដូចជាទី1ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយសារធាតុចិញ្ចឹមចាំបាច់មួយដែលមានផ្ទុកនៅក្នុងផ្លែផ្ញៀវគឺវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើងការរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំគឺសំខាន់ណាស់ដើម្បីទប់ស្កាត់បញ្ហាជំងឺផ្សេងៗហើយប្រព័ន្ធភាពស៊ាំរឹងមាំក៏ជួយអ្នកឲ្យជៀសឆ្ងាយពីមេរោគឆ្លងដូចជាជំងឺផ្ដាសាយឬគ្រុនផ្ដាសាយជាដើមផងដែរទី2ជួយឲ្យស្បែករឹងមាំស្រស់ស្អាតវីតាមីន C គឺមិនត្រឹមតែសំខាន់ដើម្បីរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំប៉ុណ្ណោះទេប៉ុន្តែក៏ចាំបាច់សម្រាប់សុខភាពស្បែកល្អរឹងមាំស្រស់ស្អាតក្មេងជាងវ័យដែរនេះក៏ព្រោះតែវីតាមីន C ជួយព្យាបាលជួសជុលស្បែកដែលខូចខាតក៏ដូចជាសំយោគ collagen ដែលជួយធ្វើឲ្យស្បែកមិនងាយចាស់ឬឆាប់ជ្រីវជ្រួញទៀតផងទី3ពង្រឹងសុខភាពអញ្ចាញធ្មេញលើពីនេះទៅទៀតវីតាមីន C ដែលមានផ្ទុកក្នុងផ្លែផ្ញៀវគឺសំខាន់ណាស់សម្រាប់សុខភាពអញ្ចាញធ្មេញឲ្យរឹងមាំទី4ទប់ស្កាត់ហានិភ័យនៃជំងឺខ្វះជាតិដែកកង្វះជាតិដែកក្នុងរាងកាយឬបញ្ហាខ្វះគ្រាប់ឈាមក្រហមគឺជាបញ្ហាមួយទាក់ទងនឹងឈាមកង្វះនៃគ្រាប់ឈាមក្រហមនិងបង្អាក់ការផ្គត់ផ្គង់អុកស៊ីហ្សែនគ្រប់គ្រាន់ក្នុងរាងកាយហើយបង្កបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភទោះជាយ៉ាងណាផ្លែផ្ញៀវគឺមានផ្ទុកសម្បូរទៅដោយជាតិដែកហើយនេះមានន័យថាអ្នកគួររួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃដើម្បីជៀសផុតពីបញ្ហាខ្វះជាតិដែកឬកង្វះគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ